Bạn ấy cái chia riêng thôn này nhom vô mà bị tịch taoណាមកស្ដាប់ហើយអ្នកណាទៅទូរស័ព្ទមកមានកាវៃស្ដាប់មួយទៀតឃើញលយហើយដើម្បីធ្វើវាបានយើងជាដំបូងយើងចូលមក TikTok មកហើយយើងឧទាហរណ៍ថាយើងកាត់បទចម្រៀងណាដែលយើងពេញចិត្តចឹងណាយើងគ្រាន់តែចុច download វាមកតបមកយើងចូលទៅកាន់ photo របស់យើងដើម្បី crop វីដេអូហ្នឹងទៅ30 second ហើយព្រោះ ringtone គេដាក់បានតែ30 second ហើយអញ្ចឹងយើង crop ឲ្យតូចជាង30 second ណាមកខ្ញុំដាំខ្ញុំ save តមកយើងចូលមកកាន់ App Store មកយើង search app មួយដែលមានឈ្មោះថា Video Audio និង Audio Cutter ហ្នឹងហើយយើងចុច open វាមកហើយខ្ញុំចុច import video app នេះមាន add ចឹងណាតែយើងចុច skip វាមកយើងចុច import video យើង select ឲ្យ video ដែលយើង crop មិនហ្នឹងតមកចុច convert ហើយវាសាកសើហើយយើង select ឲ្យ video លើគេហ្នឹងដែលវាសាកសើមិនហ្នឹងហើយចុច play តមកខ្ញុំចុចអាព្រួញនៅខាងឆ្វេងដៃខាងក្រោមនេះហើយបន្តមកទៀតយើងចុចយកringtone រួចរាល់ហើយយើងអាច play វាបានហើយដាក់ជា ringtone ទៅគេខលមកការអត់គួតមានណែកំណត់ណាការអត់គួតមានណែកំណត់